ដំណើរការរៀនអក្សរចង់ពេលរៀនសរសេរអក្សរយើងខំប្រឹងចិត្តចង់សរសេរឲ្យបានត្រឹមត្រូវល្អដំបូងអ្នកគ្រូបានប្រាប់ពីរបៀបកាន់ដាក់សៀវភៅលើតុរបៀបកាន់ខ្មៅដៃនិងរបៀបរៀបសរសេរយើងគឺបន្ទាត់តាមគាត់ក្នុងសៀវភៅសរសេររបស់យើងចាត់គូតាមរៀងអក្សរដោយយឺតតាមក្បួនខ្នាតអ្នកគ្រូដើរជួយកែលម្អសំណេររបស់យើងអ្នកគ្រូបានលើកកិច្ចការអក្សរចង់របស់សិស្សដែលសរសេរបានត្រឹមត្រូវល្អបង្ហាញសិស្សដទៃទៀតឲ្យយកគំរូតាមយើងទាំងអស់គ្នាសប្បាយចិត្តនឹងសរសេរអក្សរបានស្មើស្អាតនិងត្រឹមត្រូវ